ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីទូរទស្សនិកជនទាំងអស់ជាទីមេត្រីសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃទី25ខែកញ្ញាឆ្នាំ2025នៅទីស្តីការក្រសួងលោកជំទាវអៀតសុភារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជាថៃជាពិសេសនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ចន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន43រូបនិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន6រូបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកជំទាវរដ្ឋមន្ត្រីស្ដីទីបានគូបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជាថៃដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពីថ្ងៃទី7ខែសីហានិងថ្ងៃទី10ខែកញ្ញាក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហាឆ្នាំ2025លោកជំទាវក៏បានបញ្ជាក់ជាថ្មីផងដែរថារាជរដ្ឋាភិបាលកម្ពុជាមានការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពរាល់ទិវាព្រំដែនជាមួយប្រទេសថៃក៏ដូចជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយរក្សានៅគោលជំហរជាគោលការណ៍របស់ខ្លួនថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងនោះទេសូមបញ្ជាក់ផងដែរថាកម្ពុជាត្រូវការសន្តិភាពសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជម្រាបលាជួបគ្នាវេលាក្រោយទៀត